ជំរាបសួរបងនៅទីនេះគឺជាបន្លែនៅទីខ្ញុំគឺពិតជាល្អមែនទែនហើយអាយុកាលរបស់វាទៅតែ23ថ្ងៃទេគឺវាល្អហើយយើងអាចដកញ៉ាំបានហើយស្ពៃចកោជាមួយនឹងស្ពៃទឺស្ពៃកញ្ញាញហ្នឹងគឺវានៅផ្ដុំជាមួយគ្នាដោយសារតែខ្ញុំដាំចម្រោះតែម្ដងគឺវានៅជាមួយគ្នាបែបនេះហើយឥឡូវយើងមកនិយាយអំពីទាក់ទងនឹងការប្រើប្រាស់ជីគីមីចាំបាច់លាងវាអត់នៅពេលដែលដំណាំរបស់យើងប្រើប្រាស់ជីគីមីហើយយើងស្រោចទឹកលាយជាមួយនឹងទឹកហើយយើងស្រោចតើយើងចាំបាច់លាងទឹកម្ដងទៀតអត់ឥឡូវយើងមកមើលទាំងអស់គ្នាថាយើងចាំបាច់អត់ខ្ញុំបន្សល់នេះទាំងអស់គ្នាជាក់ស្ដែងឲ្យមើលតែម្ដងឥឡូវយើងមកមើលជាមួយនឹងដំណាំទៅសតម្ដងទៅសនេះគឺយើងមានជាមួយនឹងកេសរស្មួយជាមួយនឹងកេសរញីនៅជាមួយគ្នាតែម្ដងវាអត់មានបែងគ្នាក៏ដូចជាចែកគ្នាទេអត់មានដូចជាប្រភេទអលកអីទេអានេះគឺគេបង្កើតពូជថ្មីអ្នកនរគ្នាឲ្យមើលជាស្ដែងបានគឺអត់មានផ្កាទេគឺយើងក្តាប់ជាមួយផ្កាជាមួយគ្នាតែម្ដងហើយសម្រាប់យើងប្រើប្រាស់ជីគីមីហើយយើងអត់លាងទឹកវាទេផ្ទៃស្លឹករបស់វានឹងចេញអាការៈខ្លោចបែបនេះវាដូចនឹងមានជំងឺផងដែរគឺវាខ្លោចខាងបែបនេះគឺយើងអាចបេះបាននៅពេលរយៈពេលតែ2ទៅ3ថ្ងៃវានឹងចេញអាការៈបែបនេះដោយសារតែវាក្តៅនៅពេលដែលយើងលាងស្លឹកវាហើយវាអត់មានខ្លោចស្លឹកទេតែបើសិនជាយើងអត់លាងវាគឺវានឹងខ្លោចបែបនេះឥឡូវយើងមកមើលស្ពៃថាវាចេញអាការៈបែបម៉េចនៅពេលដែលយើងអត់លាងស្លឹកនៅពេលដែលយើងប្រើជីគីមីហើយនៅទីនេះគឺជាស្ពៃកញ្ញាញរបស់ខ្ញុំដែលមានអាយុកាលទៅតែ2សប្តាហ៍ទេវាចាប់ដើមលាស់ហើយវាអត់ដល់2សប្តាហ៍ពេញទេអ្នកនរគ្នាទៅតែប៉ំទេហើយនៅទីនេះគឺជាការសំណល់ផ្ទះបាយដែលយើងបរិភោគហើយយើងអាចដាក់ទៅលើដំណាំរបស់យើងក៏ដូចជាស៊ូមរបស់យើងដែរនៅពេលដែលវាលួយទៅវានឹងក្លាយជាជីសម្រាប់ដំណាំរបស់យើងលូតលាស់ផងដែរគឺវាមានអត្ថប្រយោជន៍មែនទែនតែអ្នកនរគ្នាកុំដាក់បាយក៏ដូចជាស្លវាអាចនឹងលួយនៅពេលដែលយើងមានដំណាំបែបនេះតែបើសិនអ្នកនរគ្នាអត់មានដំណាំអ្នកនរគ្នាអាចដាក់បានកាកសំណល់ផ្ទះបាយដែលស្រស់ហ្នឹងអាចដាក់បានតែបើសិនជាយើងមានដំណាំពេលនេះវាអាចនឹងហានិភ័យកើតជំងឺសត្វវាអាចនឹងលួយដើមផងដែរសម្រាប់ស្ពៃទឺនេះគឺបានអាយុកាលរយៈពេលហើយជាចូល3សប្តាហ៍នេះអ្នកនរគ្នាតែវានៅអាយុកាលវាហើយជាមិនតាន់ចូល3សប្តាហ៍ពេញទេត្រឹមតែ7-3សប្តាហ៍គឺវាល្អមែនទេហើយវាអត់ទៅមានជំងឺទេដោយសារតែដំណាំរបស់ខ្ញុំភាគច្រើនគឺខ្ញុំតាមឆ្លាស់អញ្ចឹងវាអត់មានខុសប៉ះពាល់ទេហើយនេះគឺជាស្ពៃកញ្ញាញគឺវាអត់ល្អស្មើគ្នាទេអ្នកនរគ្នាដោយសារតែខ្ញុំស្រោចទឹកអត់ស្មើគ្នាអញ្ចឹងការលូតលាស់របស់វាក៏អត់ស្មើគ្នាផងដែរហើយនៅទីនេះគឺជាស្ពៃចកាគឺវាល្អមែនទែនស្ពៃចកាហើយស្ពៃទឺនេះម៉ាស៊ូនេះខ្ញុំដាំដំណើរគ្នាទេហើយការលូតលាស់របស់វាក៏វាយ៉ាងខុសគ្នាផងដែរស្ពៃចកាអ្នកនរគ្នាសង្កេតមើលឃើញវាខ្លោចកែបឆ្លឹកបែបនេះគឺដោយសារតែខ្ញុំចង់ដឹងថានៅពេលដែលប្រើប្រាស់ជីគីមីហ្នឹងយើងចាំបាច់លាងស្លឹកវាចេញអត់នៅពេលដែលយើងអត់លាងស្លឹកវាបែបនេះគឺវានឹងចេញអាការៈខ្លោចបែបនេះហើយបើសិនជាយើងលាងទៅវាអត់មានចេញអាការៈបែបហ្នឹងទេឧទាហរណ៍ថាបើសិនជាយើងស្រោចដេកជាមួយនឹងទឹកហើយជាមួយជីគីមីហើយយើងស្រោចហើយយើងត្រូវស្រោចទឹកម្ដងទៀតដើម្បីលាងផ្ទៃស្លឹកវានឹងអត់មានខូចខាតទេឥឡូវយើងមកមើលស្ពៃកដោរបស់ខ្ញុំទៅតែដាំលើកទី1ទេគឺវាចាប់ដើមល្អនេះបងប្អូនគឺជាការជោគជ័យរបស់ខ្ញុំលើកទី1ផងដែរដោយសារតែខ្ញុំអត់ដែរដាំស្ពៃកដោទេហើយគឺវាចាប់ដើមក្តោបហើយតែខ្ញុំអត់ដឹងថាវាក្តោបប៉ុណ្ណាទេវាអាយុកាលវាក៏វែងផងដែរអ្នកនរគ្នាគឺជាស្ពៃក្តោបទៅជាប្រហែលខែទេខ្ញុំអត់ចាំទេអ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរសម្រាប់ការចែករំលែកសម្រាប់បងដែលគាត់ដឹងហើយក៏បងគាត់ដឹងអីអាចចែករំលែកទៅដល់បងកសិករផ្សេងនៅពេលដែលយើងប្រើប្រាស់ជីគីមីហើយតែយើងគួរតែលាងស្លឹករបស់វាអត់គឺសម្រាប់ខ្ញុំចម្លើយរបស់ខ្ញុំគឺយើងលាងដើម្បីកុំឲ្យការខូចខាតដំណាំរបស់យើងផងដែរបាយជួបគ្នានៅវីដេអូក្រោយ